ទើបតែបើកអាជីវកម្មដំបូងគួរតែលើកផលិតផលក្នុងតម្លៃប៉ុន្មានទើបសមរម្យណោះដាក់តម្លៃទាបពេកខ្លាចអត់រួចដើមដាក់ខ្ពស់ពេកខ្លាចអត់មានអ្នកទិញអញ្ចឹងគួរធ្វើយ៉ាងម៉េចទៅការកំណត់តម្លៃផលិតផលត្រឹមត្រូវអាចជួយឲ្យអាជីវកម្មរបស់អ្នកដំណើរការបានល្អទទួលបានប្រាក់ចំណេញនិងមិនខាតបង់លុយវាអាចជួយអ្នកក្នុងការរៀបចំផែនការលក់ព្រោះអ្នកដឹងច្បាស់ពីចំនួនដែលត្រូវលក់ដើម្បីឲ្យរួចថ្លៃដើមនិងទទួលបានផលចំណេញដើម្បីកំណត់តម្លៃលក់របស់ផលិតផលមួយអ្នកត្រូវតែយល់ដឹងសិនថាតើអ្វីជាថ្លៃដើមទំនិញនិងប្រាក់ចំណេញដុលថ្លៃដើមទំនិញគឺជាថ្លៃចំណាយណាដែលពាក់ព័ន្ធទៅនឹងការផលិតចេញជាទំនិញមួយបានឧទាហរណ៍ថាអ្នកលក់កាហ្វេទឹកដោះគោដូចនេះថ្លៃដើមនៃកាហ្វេទឹកដោះគោគឺជាការបូកបញ្ចូលរវាងថ្លៃកាហ្វេទឹកដោះគោនិងទឹកកកដូចនេះថ្លៃដើមរបស់កាហ្វេទឹកដោះគោមួយកែវគឺ 1000 រៀលប្រាក់ចំណេញដុលក្នុងមួយឯកតាគឺជាប្រាក់ចំណេញក្រោយពីដកថ្លៃដើមទំនិញរួចដើម្បីគណនាប្រាក់ចំណេញដុលក្នុងមួយឯកតាអ្នកត្រូវដឹងពីចំណាយថេរនិងប្រាក់ចំណេញសុទ្ធក្នុងមួយឯកតាសិនចំណាយថេរគឺជាអ្វីដែលអាជីវកម្មអ្នកត្រូវចំណាយប្រចាំខែទោះជាអ្នកលក់ដាច់ឬមិនដាច់ក៏ដោយវាមានដូចជាថ្លៃជួលទីតាំងប្រាក់ខែខ្លួនឯងឬបុគ្គលិកថ្លៃទឹកភ្លើងថ្លៃដឹកជញ្ជូននិងការចំណាយផ្សេងៗបើសិនជាអ្នកចង់ដឹងថាក្នុងកាហ្វេមួយកែវអ្នកត្រូវចាយលើចំណាយថេរអស់ប៉ុន្មានអ្នកត្រូវយកចំណាយថេរប្រចាំខែចែកនឹងបរិមាណលក់ចេញដើម្បីឲ្យរួចខ្លួនចំពោះអាជីវកម្មដែលទើបនឹងបើកនៅខែដំបូងអ្នកមិនទាន់មានទិន្នន័យដែលអាចយកមកគណនាបានទេដូចនេះអ្នកអាចប៉ាន់ស្មានជាបណ្ដោះអាសន្នឧទាហរណ៍ថាដើម្បីធ្វើកាហ្វេមួយកែវអ្នកត្រូវចាយលើចំណាយថេរក្នុងមួយឯកតាអស់ 1000 រៀលប្រាក់ចំណេញសុទ្ធក្នុងមួយឯកតាគឺជាប្រាក់ចំណេញដែលនៅសល់ក្រោយពីដកចំណាយទាំងអស់ឧទាហរណ៍ថាកាហ្វេមួយកែវអ្នកចំណេញលុយបាន 2000 រៀលដូចនេះដើម្បីគណនាប្រាក់ចំណេញដុលក្នុងមួយឯកតាបានអ្នកត្រូវយកចំណាយថេរក្នុងមួយឯកតាបូកនឹងប្រាក់ចំណេញសុទ្ធក្នុងមួយឯកតាដូចនេះប្រាក់ចំណេញដុលរបស់អ្នកគឺ 3000 រៀលបន្ទាប់ពីអ្នកដឹងពីថ្លៃដើមទំនិញនិងប្រាក់ចំណេញដុលរួចអ្នកអាចគណនាតម្លៃលក់បានហើយដើម្បីកំណត់តម្លៃលក់ចេញក្នុងមួយឯកតាអ្នកត្រូវយកថ្លៃដើមទំនិញក្នុងមួយឯកតាបូកនឹងប្រាក់ចំណេញដុលក្នុងមួយឯកតានោះអ្នកនឹងបានតម្លៃលក់ចេញ 4000 រៀលត្រូវចាំថាអ្នកគួរតែស្វែងយល់ពីតម្លៃលើទីផ្សាររបស់អ្នកផងដែរដើម្បីធានាថាតម្លៃដែលអ្នកដាក់លក់អាចប្រកួតប្រជែងនៅក្នុងទីផ្សារបានដើម្បីកំណត់តម្លៃលក់ចេញឲ្យមានប្រសិទ្ធភាពនិងបង្កើតផលចំណេញអ្នកត្រូវពិនិត្យលើ 4 ចំណុច 1. តាមដានថ្លៃដើមទំនិញបើសិនជាថ្លៃដើមទំនិញរបស់អ្នកឡើងថ្លៃអ្នកក៏ត្រូវដំឡើងតម្លៃលក់ដែរដើម្បីជៀសវាងការខាតបង់ម្យ៉ាងវិញទៀតអ្នកក៏អាចស្វែងរកអ្នកផ្គត់ផ្គង់ទំនិញថ្មីដែលមានតម្លៃថោកជាងមុនដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន 2. តាមដានចំណាយថេររបស់អាជីវកម្មអ្នកត្រូវប្រាកដថាតម្លៃដែលអ្នកបានដាក់លក់អាចផ្គត់ផ្គង់ចំណាយអាជីវកម្មបានបើពុំនោះទេអាជីវកម្មអ្នកនឹងមិនអាចរួចខ្លួននោះទេ 3. បន្ថែមថ្លៃបម្រុងទុកថ្លៃខាតបង់ឧបទ្ទវហេតុអាចកើតឡើងគ្រប់ពេលដូចនេះមុននឹងកំណត់តម្លៃលក់ចេញអ្នកត្រូវបូកបន្ថែមតម្លៃបន្តិចសិនទុកបម្រុងថ្លៃខាតបង់ដូចជាថ្លៃខូចខាតទំនិញជាដើម 4. កំណត់គោលដៅលក់ដើម្បីដឹងថាតើអ្នកគួរលក់ផលិតផលអស់ចំនួនប៉ុន្មានទើបរួចខ្លួនអ្នកត្រូវគណនាដូចខាងក្រោមយកចំណាយថេរប្រចាំខែចែកនឹងប្រាក់ចំណេញដុលក្នុងមួយឯកតាដូចនេះមានន័យថាក្នុងមួយខែអ្នកត្រូវលក់ឲ្យបានប្រមាណ333កែវទើបអាចរួចខ្លួនបើសិនជាអ្នកចង់ទទួលបានប្រាក់ចំណេញអ្នកត្រូវបង្កើនគោលដៅលក់ឲ្យលើសពីនេះសរុបមកការកំណត់តម្លៃទំនិញឲ្យបានត្រឹមត្រូវនឹងជួយអ្នកឲ្យទទួលបានប្រាក់ចំណេញនិងបញ្ជៀសការខាតបង់ត្រូវចាំថាប្រាក់ចំណេញរបស់អ្នកអាចនឹងឡើងចុះទៅតាមចំណូលចំណាយអាជីវកម្មដូចនេះអ្នកត្រូវកត់ត្រាវាឲ្យបានច្បាស់លាស់ហើយយើងនឹងបញ្យល់ពីប្រធានបទនេះក្នុងវគ្គទី 7ជួបគ្នាក្នុងវីដេអូក្រោយណាចាត់ចែងលុយកាក់អ្នកឲ្យបានល្អនៅថ្ងៃនេះដើម្បីសម្រេចក្តីស្រមៃនៅថ្ងៃមុខ